Ngàyនេះគ្រួសារអាសាក៏អេនត្រាចិនទ្រីបទៅលេងការរងបងប្អូនដំណើរគ្រួសារចុងឆ្នាំបងប្អូនអញ្ចឹងថ្ងៃនេះពួកខ្ញុំចិនទៅលេងការរងរយៈពេល3ថ្ងៃបងប្អូនឥឡូវហ្នឹងយើងមកដល់ផ្លូវនៅវឿនលឿនយើងចូលចំណតទិញកាហ្វេទិញអីញ៉ាំសិនហើយបន្ទាប់មកយើងបន្តដំណើរទៅលេងការរងឥឡូវអត់ទាន់ដល់កោះទេយើងថតបដានៅលើឡានសិនបងប្អូនយើង highlight คลิปខ្លីៗឲ្យបងប្អូនមើលអញ្ចឹងទីទៀតយើងបន្តคลิปទៅលេងនៅលើកោះម្ដងបងប្អូនឥឡូវថតបានតែប៉ុណ្្នឹងទេយើងមានតែវីដេអូតែប៉ុណ្្នឹងទេបងប្អូនឥឡូវយើងមកដល់កំពង់ផែបងប្អូនកន្លែងយើងឡើងជិះទូកបងប្អូននេះមើលនេះឃើញទេហើយមើលអីវ៉ាន់ណាបងប្អូនអើយគាត់តែម្ចាស់ទូកឃើញក៏កវីក្បាលដែរបងប្អូននេះអើយអីវ៉ាន់ច្រើនមែនតែនព្រោះអីទៅទីយប់3ថ្ងៃបងប្អូននេះឃើញទេហើយឥឡូវហ្នឹងយើងកំពុងចាំជិះទូកនេះទូកហ្នឹងចេញម៉ោង11បងប្អូនហើយនេះអបដែលយើងត្រូវជិះតាពីកំពង់ផែហ្នឹងទៅដល់កោះរងតានិយាយទៅកន្លះម៉ោងបងប្អូន30នាទីឥឡូវនេះយើងនៅលើទូកហើយអ្នក3ក្អួតឥឡូវនេះយ៉ាងឡើងមកដល់ច្រាំងបងប្អូនដល់កោះរងនេះកោះរងហ្នឹងគឺកោះរងតូចបងប្អូនឥឡូវយើងបន្តដំណើរទៅកន្លែងយើងគេងបងប្អូនហើយកន្លែងយើងគេងនេះយើងមកដល់ហើយគឺកន្លែងឈ្មោះ The Win បងប្អូននេះហើយបន្ទប់គេស្អាតធំទូលាយបងប្អូនហើយបន្ទប់គេហ្នឹងនេះបន្ទប់ VIP ហ្នឹងធំគេបានពី4នាក់ទៅ6នាក់បងប្អូនហើយនៅជាប់មកស្និទ្ធអញ្ចឹងបងប្អូននិយាយ view គេឡើងស្អាតហ្មងហើយឥឡូវនេះពួកខ្ញុំមកលេងទឹកចាប់ពីលេងទឹកហើយដល់វគ្គអាំងសាច់អាំងអី barbecue បងប្អូនឥឡូវនេះមកចាប់ដើមផ្ទះសាម៉ុនបងប្អូននេះហើយសាម៉ុននេះមួយជាង5គីឡូបងប្អូនចាប់ដើមហ្គាសសាម៉ុនធ្វើអាហារពេលល្ងាចញ៉ាំទាំងអស់គ្នាបងប្អូននិយាយពីត្រីធំល្អណាស់បងប្អូនហើយមើលអ្នកផ្ទះបងប្អូនអ្នកផ្ទះផ្សេងអ្នកវាសាច់ផ្សេងបងប្អូននេះអូយតាមផ្លូវនេះកម្មវិធីយើងចាប់ដើមហើយបងប្អូននិយាយទៅសប្បាយមែនតើបងប្អូនអើយជុំគ្នាយើងជុំគ្នាមកដល់សប្បាយខ្លាំងហើយជុំជាមួយគ្រួសារអាសាសូរ៉ាអេនត្រាបងប្អូនជប់លៀងឆ្លងឆ្នាំនេះថ្ងៃខនដោនបានជប់លៀងនៅថ្ងៃខនដោននេះដោយសារ booking ទស្សនៈតែអត់បានបងប្អូនអញ្ចឹងយើងដូរថ្ងៃមកថ្ងៃ13វិញបងប្អូនកុំឲ្យត្រូវទៅថ្ងៃ countdown ហ្មងបងប្អូនតែដោយសារយើង booking 3ខែមុនវាពេញអស់បងប្អូនអញ្ចឹងមានតែយើងដូរថ្ងៃឥឡូវគាត់រួមសប្បាយនេះអាបច្ចុប្បន្ននេះអូយសប្បាយខ្លាំងតែឥឡូវនេះយើងមកងាកមើលដាវីតច្រៀងម្ដងដាវីតច្រៀងព្រោះខ្លាំងដាវីតអ្នកច្រៀងអំពូមីងអ្នករាំដាវីតច្រៀងឲ្យអំពូមីងរាំលេងពេញហ្នឹងឃើញទេសប្បាយខ្លាំងណាបានអ្នកចម្រៀងទៅមួយមកឡើងច្រៀងអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនកុំភ្លេចតាមដានវីដេអូខ្ញុំនៅថ្ងៃស្អែកទៀតបងប្អូនថ្ងៃស្អែកខ្ញុំចេញវីដេអូច្រើនមានតែស្ទូត្រីតែអីបងប្អូនបាយបងប្អូននេះជាសកម្មភាពដែលយើងកំពុងចេញស្ទូត្រីបងប្អូនពងរៀបចំនេះបានដើម្បីធ្វើស្ទូត្រីអញ្ចឹងយើងមកដល់កោះរងគឺថ្ងៃទី2ឯងបងប្អូនឥឡូវថ្ងៃនេះពួកយើងទៅស្ទូត្រីនៅកណ្ដាលសមុទ្រមិនដឹងថាបានអត់ទេបងប្អូនហើយឥឡូវហ្នឹងមុនចេញហ្នឹងយើងដាក់កាហ្វេមួយសិនដាក់កាហ្វេម្នាក់គេហើយយើងចាប់ផ្ដើមទៅកំពង់ផែចាំជិះទូកបងប្អូនឥឡូវនេះពួកយើងធ្វើដំណើរទៅឯងបងប្អូនហើយអ្នកហំហាដល់ទាំងតាប់ស្ទូចបានអត់ទេបងប្អូនឥឡូវតាចាំមើលសកម្មភាពពួកយើងអត់គ្នាដល់ពួកយើងប្រដកំពង់ផែបងប្អូនអ្នកអូស្ទូចបានប្រៃច្រើនឥឡូវនេះចាំជិះទូកបងប្អូនហើយនេះទូកតែពួកខ្ញុំត្រូវជិះទៅស្ទូចនៅកណ្ដាលសមុទ្រមកហើយចំណាយពេលស្ទូចមួយថ្ងៃវងងាយមកបងប្អូននេះយកពីអាឡូខ្លាំងមែនតើចោលអ្នកហើយឡាផោងពោះហ្មងបងប្អូនឥឡូវនេះចាប់ដើមស្តាតស្ទូចត្រីអ្នកស្មៃខ្លាំងបងប្អូនហើយបានតើគាត់ដាក់ព្រៀមស្ទូចទៀតព្រោះគ្រួសារខ្ញុំគាត់ស្ទូចបានថ្ងៃ
ក៏ស្ទូបានថៃច្រើនស្ទូផងអាំងផងញ៉ាំជុំគ្នានៅបង្កោនេះវិញហ្នឹងដាក់ស៊ីហ្មងហើយអ្នកខ្លះហ្នឹងក្អួតផងបែកក្អួតឈឺក្បាលពួកឯនៅលើវានិយាយទៅថ្ងៃហ្នឹងវាឥឡូវខ្លះបងប្អូនហើយមើលដល់ពីគាត់ស្ទូបានព្រៃកពតគាត់សប្បាយចិត្តខ្លះណាបងប្អូនហើយនិយាយទៅយើងដូរទីតាំងច្រើននៅយើងទៅស្ទូដល់កោះថាស៊ីទៀតចាត្រីធំច្រើនបងមើលសិក្ខាគាត់ទៅទេសភាពតាមជីតាំងទៅសមុទ្រស្អាតទៅបងប្អូនមើលតាមកោះតាមវិញសាខាងនៅវីដេអូគឺអែមពួកយើងផឹកស៊ីរំជ្រៀងពេញសប្បាយខ្លាំងយ៉ាងណាស្បាត់ព្រៃចិត្តស្បាយតែខ្ញុំអញស្បាត់តែហើយទូរស័ព្ទខ្ញុំក៏ស្បាត់អត់ស្ទូត្រៃបានឡងមកស្បាត់បងប្អូនដែលទៅលេងកោះរងក៏ភ្លេចទៅស្ទូត្រៃបងប្អូនគឺថាសប្បាយខ្លាំងគាត់ថាថ្ងៃនេះវារៀងខ្យល់ខ្លាំងទឹកហើយរំដោខ្លាំងចុះម្នាក់គាត់ពលបែកគ្រូពេញបងប្អូនបាយ